ជំរាបសួរសួស្តីប្រិយមិត្តទាំងឡាយទៅជាទាំងឆ្ងាយទៅថ្មីទាំងចាថ្ងៃនេះដែរអេមីថានេះបានយករឿងរន្ធត់បែបចិនមួយយកមកសម្រាប់ចែកជូនប្រិយមិត្តសាច់រឿងក៏បាននិយាយពីស្បែកជើងដ៏គួរឲ្យខ្លាចមួយគូដោយសារតែស្បែកជើងនឹងក៏បានធ្វើឲ្យនារីម្នាក់តែងតែបានឃើញអមនុស្សនៅក្នុងផ្ទះរបស់នាងហើយសំខាន់នារីម្នាក់នោះក៏មានជំងឺផ្លូវចិត្តទៀតដូចនេះហើយតើអ្វីដែលនារីម្នាក់នោះបានឃើញគឺជាអ្វីឲ្យប្រកាសទៅគឺជាការសម័យរបស់នាងឬមួយក៏ជាខ្មោចមែនតើឬមួយក៏យ៉ាងណាចូលមកតាមដានទស្សនាជាមួយអ្នកមីថានេះទាំងអស់គ្នាកាលពីព្រៃនាយមាននារីម្នាក់បានដើរចូលទៅក្នុងព្រៃតែម្នាក់ឯងនាងមានឈ្មោះថាអានវិនក៏បានឃើញមនុស្សស្រីស្រស់ស្អាតម្នាក់កំពុងតែងុយទឹកសាច់វិញនិយាយពីឲ្យសខ្ចីញញតែម្ដងបន្ទាប់មកនារីម្នាក់នោះក៏បានស្លៀកសម្លៀកបំពាក់ឈុតបុរាណពណ៌ក្រហមនារីម្នាក់នឹងដែរក៏បានបក់ដៃហើយអានវិនហ្នឹងមកក្បែរនាងមកដោយនារីឈុតក្រហមហ្នឹងបានឲ្យស្បែកជើងមួយគូទៅកាន់អានវិនបានស្បែកជើងហ្នឹងហើយក៏បានយកមកពាក់ភ្លាមតែម្ដងហើយពាក់មកត្រូវឲ្យប៉ាច់ហើយនៅភ្លាមហ្នឹងដែរនារីឈុតក្រហមហ្នឹងក៏បានបាត់ខ្លួនបានហើយពេលហ្នឹងក៏ចេញទៅជាលោកយាយរបស់អានវិនមកវិញដែលលោកយាយអានវិនក៏បានស្លាប់មកជាយូរហើយអានវិននាងក៏ខំរត់តាមលោកយាយបន្ទាប់មកអានវិនក៏បានមកឃើញភ្នោរបស់លោកយាយនាងតែម្ដងនាងក៏បានដុតធូបគោរពបូជាលោកយាយនាងអញ្ចឹងណាហើយនាងប្រងនឹងដោតធូបហ្នឹងចូលទៅក្នុងកំពង់ជើងធូបទៅហើយប៉ុន្តែនាងបែរជាដោតធូបហ្នឹងនៅនឹងជើងរបស់លោកយាយទៅវិញនាងភ័យទៅរហូតតែភ្ញាក់តាមពិតមុនហ្នឹងគឺអានវិនយល់សមតើពេលនេះគឺនាងកំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យដោយប្តីរបស់នាងជាអ្នកមកជួយមើលថែទាំប្តីអានវិនគេមានឈ្មោះថាប៉ានហងអានវិននាងស្លាប់ចូលគេងពេលរយៈពេល4ថ្ងៃហើយដោយសារតែពេលនេះនាងបានដឹងខ្លួនធម្មតាត្រឡប់មកវិញអានវិនក៏មិនចង់បន្តនៅគេងពេទ្យទៀតដែរនាងពិតជាចង់ទៅសម្រាប់នៅផ្ទះខ្លាំងណាស់ដូច្នេះហើយពីអ្នកប្តីប្រពន្ធហ្នឹងក៏បានពិភាក្សាគ្នាជាមួយនឹងគ្រូពេទ្យក៏គិតថាល្អដែរតាដែលឲ្យអ្នកជំងឺហ្នឹងទៅសម្រាប់ផ្ទះដូច្នេះប៉ុន្តែអ្នកជំងឺគឺត្រូវតែញ៉ាំថ្នាំឲ្យបានទៀងទាត់ជាដាច់ខាតដល់អញ្ចឹងហើយប៉ានហងហើយនឹងអានវិនហ្នឹងក៏បានរៀបចំខ្លួនត្រឡប់មកផ្ទះវិញអានវិនណានាងក៏ចង់ឈៀងចូលទៅមើលភ្នោរបស់លោកយាយនាងបន្តិចដែរដោយភ្នោរបស់លោកយាយគឺស្ថិតនៅក្នុងដីព្រៃមួយកន្លែងនេះហើយដីនឹងដែរគឺជាកម្មសិទ្ធិរបស់លោកយាយនឹងឯងលោកយាយរបស់អានវិនណាគឺជាកូនអ្នកមានអញ្ចឹងហើយគាត់មានដីធំដល់រាប់ហិកតាឯណោះហើយបន្ទាប់ពីអានវិនបានឲ្យធូបទៅកាន់ភ្នោរបស់លោកយាយរួចហើយនាងក៏ស្រាប់តែឃើញខ្មោចស្រីឈុតក្រហមហ្នឹងនៅម្ដុំនេះទៀតប៉ុន្តែប៉ានហងឯនេះគេមិនបានឃើញអ្វីផងហើយដោយសារតែឃើញប្រពន្ធហ្នឹងខ្លាចឡើងញ័រខ្លួនពេកគេក៏បាននាំប្រពន្ធរបស់គេត្រឡប់មកផ្ទះវិញទៅដោយនៅផ្ទះរបស់អានវិនណាគឺមានតែម្ដាស់ម្នាក់តែប៉ុណ្ណោះចំណែកឯម៉ាក់បង្ការរបស់អានវិនវិញគឺគាត់រស់នៅស្រុកអាមេរិកជាបន្តមកទៀតមកពេលដែលប៉ានហងបានជូនអានវិនមកដល់ផ្ទះហើយគេក៏ត្រូវត្រឡប់ទៅក្រុមហ៊ុនធ្វើការវិញឯអានវិននាងក៏បានដើរមើលសភាពនៅក្នុងបន្ទប់ពេលហ្នឹងនាងក៏បានឃើញរូបគំនូរជានារីឈុតក្រហមហ្នឹងព្យួរនៅលើជញ្ជាំងនៅក្នុងបន្ទប់របស់នាងដែលនារីនៅក្នុងរូបហ្នឹងគឺដូចគ្នាបែបបាត់ទៅនឹងនារីនៅក្នុងយល់សពរបស់នាងអានវិនកំពុងតែភ័យផងក៏ត្រូវមកភ្ញាក់ជុំនឹងម៉ែដោះម្នាក់ទៀតអានវិនក៏បានសួរម៉ែដោះបន្តិចទៅហេតុអ្វីបានជារូបគំនូរនេះមកព្យួរនៅនឹងអញ្ចឹងម៉ែដោះក៏បានតបថាលោកយាយរបស់ឯងបានព្យួរវាមុនពេលដែលគាត់បានស្លាប់អានវិនក៏បានសួរទៀតចុះហេតុអ្វីបានជាគាត់ព្យួររូបនឹងអញ្ចឹងម៉ែដោះគាត់ក៏បានរៀបរាប់ថាខ្ញុំឮមកថានារីនៅក្នុងរូបនឹងគឺមានឈ្មោះថាស៊ូសានាងធ្លាប់ជាសិល្បករនីមួយរូបប៉ុន្តែដោយសារតែគ្រួសាររបស់នាងខ្សែធននាងក៏ក្លាយទៅជាប្រពន្ធចុងរបស់ម្ចាស់បំណុលដើម្បីតែអាចជួយដល់បំណុលរបស់ឪពុកនាងបានប៉ុន្តែការរស់នៅរបស់នាងគឺគ្មានក្តីសុខឡើយប៉ុន្តែស្រាប់តែថ្ងៃមួយនោះម្ចាស់ផ្ទះក៏បានអញ្ជើញបរិមម្នាក់ដែលគេមានឈ្មោះថាជាងថងនឹងមកកាន់ផ្ទះរបស់ពួកគេដោយជាងថងនឹងត្រូវមកគូររបស់ស៊ូសាហើយនឹងជាងថងហាក់មាននិស្ស័យជាមួយគ្នាមែនតើពួកគេទាំងពីរនាក់ក៏បានធាក់ក្នុងអន្លង់ស្នេហ៍ជាមួយគ្នារហូតដល់ពួកគេមានកូនស្រីម្នាក់ទៀតផងប៉ុន្តែរឿងសម្ងាត់មួយនេះគឺគ្មាននរណាគេម្នាក់បានដឹងឡើយដោយអ្នកផ្ទះនឹងបានគិតថាកូនស្រីម្នាក់ហ្នឹងគឺជាកូនរបស់ម្ចាស់ផ្ទះនឹងឯងលុះមានអាយុមួយនោះជាងថងក៏បានចូលមករកស៊ូសាដល់ក្នុងបន្ទប់គេចង់មកមើលកូនស្រីគេបន្តិចអីអញ្ចឹងណាហើយជាងថងក៏បាននិយាយទៅកាន់កូនហៅប៉ាបន្តិចមើលកូនស៊ូសាក៏បាននិយាយវិញថាគ្នានៅតូចហ្នឹងឲ្យហៅប៉ាបានយ៉ាងម៉េចហើយបើសិនជាថ្ងៃមុខទៅកូនរបស់យើងហៅបងថាប៉ាអ្នកផ្ទះនេះមិនមានការសង្ស័យវាមិនមែនជារឿងល្អទេស្រាប់តែជាងថងក៏មានគំនិតមួយគឺគេចង់ប្រត់ស៊ូសាទៅជាមួយគ្នាចៃដន្យអីអ្នកបម្រើរបស់ស៊ូសាក៏បានស្ដាប់ឮសូរពាក្យពេចន៍នេះទាំងអស់ម្ល៉េះហើយរឿងមួយនេះដឹងតលាក់មិនចិត្តទេហើយនិយាយអញ្ចឹងជាងថងក៏មានស្បែកជើងមកគូយកមកឲ្យស៊ូសាដែរណាហើយវាគឺជាស្បែកជើងសំណប់ចិត្តរបស់ស៊ូសាតែម្ដងហើយមិនបានប្រហែលថ្ងៃផងម្ចាស់ផ្ទះក៏បានដឹងរឿងដែលស៊ូសាហើយនឹងជាងថងលួចសហ័យស្មន់ជាមួយគ្នាអញ្ចឹងហើយម្ចាស់ផ្ទះក៏បានហៅនាងមកសួរហើយពួកគេក៏មានសាក់សីអីត្រឹមត្រូវដែរណាតែសាក់សីនោះគឺជាអ្នកបម្រើរបស់ស៊ូសាផ្ទាល់នឹងតែម្ដងស៊ូសានាងពិតជាខឹងអ្នកបម្រើរបស់នាងខ្លាំងណាស់ដល់ថ្នាក់នាងផ្ទះកំភ្លៀងអ្នកបម្រើរបស់នាងនៅមុខម្ចាស់ផ្ទះអញ្ចឹងហ្មងណាប្រពន្ធដើមម្នាក់វិញក៏ខឹងជំនួសនាងក៏បានមកផ្ទះស៊ូសាវិញហើយនាងក៏បានប្រាប់ដែរកុំឲ្យស៊ូសាហ្នឹងចេះតែហ៊ានពេកសម្បត្តិត្រឹមជាប្រពន្ធចុងគេទេអញ្ចឹងហើយធ្វើជារកឲ្យបានស្រួលបួនបន្តិចណារីឯបរិម្ចាស់ផ្ទះវិញគាត់ក៏ខឹងដូចគ្នាដែរគាត់ត្រូវដោះស្រាយបញ្ហារបស់ស៊ូសានោះតែវិន័យគ្រួសារឲ្យបានដោយជាងថងគឺត្រូវបានគេយកទៅដុតទាំងរស់ស៊ូសាវិញត្រូវទម្លាក់ទឹកទាំងមានជីវិតរីឯកូនរបស់ពួកគេម្ចាស់ផ្ទះមិនបានសម្លាប់ឡើយដែលគាត់ចង់ឲ្យកូនម្នាក់នោះខ្លាយទៅជាអ្នកបម្រើរបស់ពួកគេតចំនួនពេញមួយជីវិតហើយមុននឹងពួកគេទម្លាក់ស៊ូសាចូលទៅក្នុងទឹកកូនចៅម្ចាស់ផ្ទះក៏បានសួរស៊ូសាបើនាងមានអ្វីចង់និយាយផ្ដាំក៏និយាយឲ្យមកស៊ូសានាងក៏បានសូមឲ្យពួកគេទុកជីវិតឲ្យកូនរបស់នាងផងកូនចៅរបស់ម្ចាស់ផ្ទះក៏បានប្រាប់វិញ
ក៏បារម្ភអីម្ចាស់ផ្ទះថាទុកជីវិតឲ្យហើយតើជូសានាងក៏បានសុំមួយរឿងទៀតចុះគឺនាងចង់ទុកស្បែកជើងសំណប់ចិត្តរបស់នាងតែឲ្យកូនស្រីរបស់នាងផងឲ្យកូនស្រីរបស់នាងមានកេរមរតកអីតែងទួយជាប់ខ្លួនអញ្ចឹងណាបន្ទាប់ពីនោះទៀតមកស៊ូសាក៏ត្រូវបានគេចាប់ដាក់ចូលទៅក្នុងបេដោយបេនឹងមានភ្ជាប់ជាមួយនឹងដុំថ្មមួយយ៉ាងធំរួចហើយក៏បានទម្លាក់ស៊ូសាចូលទៅក្នុងទឹកតែម្ដងពួកគេទម្លាក់មនុស្សភ្ជាប់ជាមួយនឹងដុំថ្មអញ្ចឹងគឺកុំឲ្យសាកសពហ្នឹងដែតមកខាងលើកើតរីឯស្បែកជើងរបស់ស៊ូសាវិញពួកគេមិនបានយកទៅឲ្យកូនស៊ូសាឡើយគឺពួកគេបានបោះចោលចូលទៅក្នុងទឹកអញ្ចឹងហ្មងណាម៉ែដោះគាត់និយាយបានត្រឹមប៉ុណ្ណឹងអានវិននាងក៏បានសួរដល់កូនស្រីរបស់ស៊ូសាតើចុងក្រោយទៅកូនស្រីនោះទៅជាយ៉ាងម៉េចដែរម៉ែដោះក៏បានតបថាក្មេងម្នាក់នោះគឺជាយាយរបស់ឯងនឹងហើយអានវិនពិតជាសប្បាយខ្លាំងមែនតើហើយអ្វីបានជាលោកយាយរបស់នាងមិនបាននិយាយរឿងនេះប្រាប់នាងអញ្ចឹងហើយបើសិនជាអញ្ចឹងប៉ិតមែននារីឈុតក្រហមហ្នឹងមិនត្រូវជាតួរបស់អានវិនណាមែនអត់ហើយម៉ែដោះគាត់ក៏បាននិយាយតទៀតគាត់ថារូបគំនូរនារីឈុតក្រហមហ្នឹងគឺមានគ្រោះមិនល្អទេវាគឺជារូបគំនូរដែលគូផ្ទាល់តែជាងថងតែម្ដងអញ្ចឹងហើយរូបហ្នឹងគឺមានផ្ទុកកំហឹងរបស់ជាងថងហើយនឹងស៊ូសាអានវិនណានាងឆ្ងល់ខ្លាំងណាស់ហើយបើសិនជារូបហ្នឹងមានគ្រោះមែនហើយអ្វីបានជាលោកយាយរបស់នាងយករូបហ្នឹងមកជួអញ្ចឹងម៉ែដោះមិនបានឆ្លើយនឹងសំណួរហ្នឹងទេគាត់ក៏បានដាក់ចេញទៅខាងក្រៅបានលុះដល់ពេលល្ងាចឡើងជិតដល់ម៉ោងបាយអានវិនណាក៏បានឃើញខ្មៅលោកយាយរបស់នាងនៅក្នុងផ្ទះអញ្ចឹងហ្មងណានាងខ្លាចឡើងញ័រម៉ែដោះគាត់ក៏បានមកជួយលួងគាត់បានប្រាប់កុំឲ្យអានវិនហ្នឹងបន្លាចខ្លួនឯងអីគាត់គ្មានបានឃើញអ្វីផងហ្នឹងរួចមកអានវិនក៏បានចេញទៅស្រូបយកចលនានៅខាងក្រៅបន្តិចដែលនៅខណៈពេលហ្នឹងប្តីរបស់នាងក៏បានត្រឡប់មកដល់ផ្ទះវិញល្មមគេថែមទាំងនាំ best friend របស់អានវិនមកជាមួយទៀតផងដែល best friend របស់អានវិននាងមានឈ្មោះថាស៊ូជីហ្នឹងថាចង់មកមើលពួកម៉ាក់អីអញ្ចឹងណាព្រោះអីឮសូប៉ានហងនិយាយថាអានវិនហ្នឹងឈឺអីអញ្ចឹងនោះហើយស៊ូជីនាងក៏ត្រូវមកសម្រាប់នៅទីនេះហើយយើងមើលទៅម្នាក់ដូចជាមានរឹកពីផ្លៃមែនតើមួយក៏តែពីបខំឲ្យអានវិនហ្នឹងញ៉ាំថ្នាំទៅហើយថ្នាំហ្នឹងត្រូវតែញ៉ាំឲ្យទៀងពេលហើយក៏គេឲ្យបានច្រើនខ្លាចតែថាស៊ូជីហើយនឹងប៉ានហងហ្នឹងលួចមានទំនាក់ទំនងស្នេហាជាមួយគ្នានេះបន្ទាប់ពីញ៉ាំបាយល្ងាចរួចហើយអានវិនក៏បានប្រាប់ប្តីរបស់នាងថាប្អូនប្រុសរបស់នាងដែលរស់នៅអាមេរិកតាំងពីតូចនោះគេនឹងមកលេងនៅទីនេះនៅរយៈពេល2ថ្ងៃទៀតស្រាប់តែប៉ានហងក៏បាននិយាយថាលោកយាយគាត់បានចែកឋានទៅតែមិនទាន់បានចែកទ្រព្យអ្វីឡើយប្អូនរបស់អូនមកប្រហែលជាគេមានគម្រោងចង់យកទ្រព្យសម្បត្តិដែរតែដឹងបើសិនជាអូនត្រូវការមេធាវីការពារអីចាំបងជួយរកឲ្យនិយាយទៅគឺប៉ានហងចង់ឲ្យទ្រព្យសម្បត្តិទាំងអស់ហ្នឹងធ្លាក់មកលើអានវិនម្នាក់តែប៉ុណ្ណោះដល់អញ្ចឹងហើយអានវិនក៏បានប្រាប់ឲ្យប្តីនឹងស្ងាត់មាត់ទៅពេលនេះគឺនាងចង់សម្រាប់ខ្លាំងណាស់នេះមិនចង់និយាយអ្វីទៀតឡើយលុះពេលដែលអានវិនគេលក់បានមកសបកនាងក៏បានឃើញនារីឈុតក្រហមហ្នឹងបង្ហាញខ្លួននៅក្នុងបន្ទប់របស់នាងហើយនារីនឹងដែរក៏បាននិយាយថាកុំភ័យអីខ្ញុំមិនបានចង់ធ្វើបាបនាងឡើយដោយនារីឈុតក្រហមហ្នឹងបានមករកឲ្យអានវិនមើលហើយមិនត្រឹមតែប៉ុណ្្នឹងទេនាងក៏បានយកឈុតពណ៌បៃតងហ្នឹងមកឲ្យអានវិនពាក់ទៀតផងពាក់ឈុតបុរាណទាំងពីរនេះឲ្យស្អាតដូចគ្នាអញ្ចឹងណានារីឈុតក្រហមហ្នឹងក៏បានមករៀនអានវិនឲ្យរំទៀតណោះប៉ុន្តែនៅក្នុងកញ្ចក់វិញគឺយកបានឃើញអានវិនម្នាក់តែប៉ុណ្ណោះហើយនៅរំពេចនឹងដែរក៏លេងមុខរបស់លោកយាយអានវិនចេញមកនារីឈុតក្រហមហ្នឹងក៏បានលាយបានហើយអានវិនវិញក៏បានដឹងខ្លួនមកវិញដែរដោយនៅពេលនេះនាងអង្គុយគេលក់នៅលើកៅអីនេះទៅវិញនៅជើងរបស់នាងក៏មានស្បែកជើងបែបបុរាណហ្នឹងទៀតខណៈពេលហ្នឹងដែរអានវិនដូចជាធំក្លិនអីចម្លែកនាងក៏បានចុះមកមើលនៅជាន់ក្រោមបន្តិចទៅមើលនៅជាន់ខាងក្រោមហ្នឹងក៏មានរៀបចំដូចជាសែនព្រែនអ្ហ្មិចទេហើយសំខាន់ណាស់ធ្វើនៅកណ្ដាលផ្ទះទៀតជាបន្តមកទៀតមកអានវិនក៏បានឃើញម៉ែដោះហ្នឹងកំពុងតែធ្វើស្អីទេនាងទាំងកណ្ដាលយប់អញ្ចឹងនាងក៏បានដើរចូលទៅមើលគាត់បន្តិចមើលហើយក៏បានសួរថាតើម៉ែដោះធ្វើស្អីគេហ្នឹងម៉ែដោះដូចជាមិនបានភ័យអីទេគាត់ក៏បានតបវិញថាគាត់កំពុងតែចំហុយថ្នាំស្របពេលហ្នឹងដែរប៉ានហងគេក៏បានភ្ញាក់មកមើលដូចគ្នាដោយសារតែក្លិនថ្នាំហ្នឹងវាធំក្លិនអាក្រក់ពេកហើយប៉ានហងក៏បានប្រាប់ម៉ែដោះដែរឲ្យម៉ែដោះហ្នឹងធ្វើស្អីក៏ដោយឲ្យចេះគិតអ្នកនៅក្នុងផ្ទះផងរួចហើយគេក៏បាននាំអានវិនហ្នឹងចូលទៅសម្រាប់ជាបន្តទៀតអញ្ចឹងទៅហើយអានវិនវិញដូចជាមិនអស់ចិត្តតតែសោះនាងនៅកវែកវាយតែមុខទូកៅអៅហ្នឹងបន្ទាប់មកនាងក៏បានបើកទូហ្នឹងមើលបន្តិចមើលហើយនៅក្នុងទូហ្នឹងគឺឃើញឈុតពណ៌បៃតងមែនសូម្បីតែនារីឈុតក្រហមហ្នឹងក៏នៅទីនេះដូចគ្នាអានវិននាងស្លុតចិត្តខ្លាំងណាស់ហើយទាំងអស់នេះគឺជាការយល់សប្តិសោះដល់ពេលដែលអានវិនភ្ញាក់មកម៉ែដោះហ្នឹងក៏បានចូលមកមើលអានវិនក៏បានប្រាប់ម៉ែដោះថានៅក្នុងទូហ្នឹងគឺមានសម្លៀកបំពាក់បុរាណពណ៌បៃតងហើយបើសិនជាម៉ែដោះមិនជឿនាងទេក៏បើកមើលតែខ្លួនឯងទៅម៉ែដោះគាត់មិនជឿមែនតើគាត់ក៏បានបើកមើលបន្តិចចុះហើយពេលដែលបើកមើលទៅមិនបានឃើញអ្វីផងហ្នឹងប៉ុន្តែអានវិនក៏បានឃើញខ្មៅនៅក្នុងឈុតបៃតងហ្នឹងបារហើយតាមពិតអានវិនយល់សប្តិដែរសោះពេលហ្នឹងមិនដឹងថាយល់សប្តិប្រហែលតង់ទេនេះហើយពេលដែលអានវិនភ្ញាក់មកសារនេះប៉ានហងគឺជាអ្នកចូលមកមើលនាងម្ដងភ្លាមហ្នឹងដែរស៊ូជីក៏បានចូលមកមើលនាងនៅក្នុងឈុតពណ៌បៃតងនេះមានអីអានវិនណាសឡប់1-0ហើយសារនេះអត់យល់សប្តិទៀតទេគឺមែនតែតើយូរទៅអានវិនលែងដឹងអស់ហើយថាអ្វីគឺជាយល់សប្តិអ្វីគឺជាការពិតសាច់រឿងក៏បានកាត់មកថ្ងៃដែលប្អូនអានវិនហ្នឹងបានមកដល់ផ្ទះនេះតែម្ដងដែលប្អូនរបស់អានវិនគេមានឈ្មោះថាអានលីនអានវិនក៏បានចូលមកសារគុំប្អូនអញ្ចឹងទៅហើយយើងក៏បានឃើញស៊ូជីហ្នឹងនៅទីនេះនៅឡើយទេ best friend នេះនៅយូរបានរបស់គេហើយគ្រាន់ចេញទៅផ្ទះវិញម៉េចបន្តមកទៀតមកអានវិនក៏បាននាំអានលីនហ្នឹងមកមើលបន្ទប់របស់គេសម្រាប់ហើយអានលីនក៏បានហុយសម្បត្តិមួយច្បាប់ទៅឲ្យបងរបស់គេដែលម៉ាក់របស់គេហ្នឹងបានផ្ញើមកឲ្យប៉ានហងក៏សិតតែចង់យកមកបាក់មើលហ្មងណាទាំងដៃសវត្តហ្នឹងគឺជារបស់អានវិនសោះអានវិនណែវិញនាងអត់មានអារម្មណ៍បាក់មើលសវត្តហ្នឹងទេឥឡូវនេះនោះអញ្ចឹងហើយចាំពេលក្រោយចាំនាងបាក់មើលហើយជាបន្តមកទៀតមកអានលីនគេក៏ចង់ទៅមើលភ្នោរបស់លោកយាយគេបន្តិចប៉ានហងក៏ជាអ្នកជូនទៅហើយយើងមើលទៅប៉ានហងហើយនឹងអានលីនហ្នឹងសាច់ថ្លៃគ្នាទេប៉ុន្តែពួកគេនិយាយអត់ត្រូវគ្នាទាល់តែ
តែសោះសំដីចេញមកគឺដូចអ្នកដតីសុតសានហើយយើងក៏ទៅតែបានដឹងរឿងមួយគឺលោកយាយរបស់អានវ៉ាណាគាត់មិនបានស្លាប់ទៅដោយធម្មជាតិឡើយគឺគាត់đãស្លាប់ទៅដោយធ្វើអត្តឃាតគាត់đãបានលោតចូលទៅក្នុងទឹកនេះឯងខណៈពេលដែលពីអ្នកបងប្អូនថ្លៃនៅទីនេះស៊ូជីដែលនៅផ្ទះជាមួយនឹងអានវ៉ាណាក៏បានយកថ្នាំមកឲ្យអានវ៉ាញ៉ាំនាងបាននិយាយថាប៉ានហងហ្នឹងបានផ្ដាំឲ្យនាងជួយមើលអានវ៉ាខ្លាចតែថាអានវ៉ាហ្នឹងភ្លេចលេបថ្នាំអីអញ្ចឹងណាមួយសន្ទុះក្រោយមកប៉ានហងក៏បានត្រឡប់មកដល់ផ្ទះវិញហើយគេក៏បានសួរស៊ូជីផ្លែថាតើអានវ៉ាហ្នឹងនៅណាទៅហើយអានវ៉ាហ្នឹងញ៉ាំថ្នាំហើយនៅស៊ូជីក៏បានតបថាញ៉ាំរួចហើយអានលីនណាពេលដែលបានឮសូរអញ្ចឹងហើយគេក៏បានសួរតើបងញោមគាត់ឈឺមែនហើយគាត់ឈឺអីគេប៉ានហងគេអត់ប្រាប់ទេគេគ្រាន់តែនិយាយថាកុំសួរច្រើនពេកម្ល៉េះហើយអានលីនក៏បានចូលមកមើលបងគេដែលខ្លួនឯងក៏បានដែរដល់ពេលដែលគេឃើញថ្នាំរបស់បងគេហើយគេក៏បានសួរថាតើថ្នាំនេះថ្នាំអីគេដែរអានវ៉ាណាមិនបានប្រាប់ប្អូនឡើយនាងគ្រាន់តែនិយាយថាអត់មានអីទេអូនហើយនៅពេលហ្នឹងប៉ានហងក៏បានចូលមកក្នុងបន្ទប់ដូចគ្នាអានលីនគេក៏បានសួររកកន្លែងមានអ៊ីនធឺណិតបន្តិចចង់ឆែកមើលមេលគេអីតិចតួចអញ្ចឹងណាអញ្ចឹងហើយចាំប៉ានហងជាអ្នកជួយជូនទៅក៏បានដែរប៉ានហងក៏បានឲ្យអានលីនហ្នឹងទៅរៀបចំខ្លួនទៅរីឯប៉ានហងវិញគេក៏បានប្រាប់ឲ្យអានវ៉ាហ្នឹងញ៉ាំថ្នាំឲ្យបានស្រួលបួលណាតើតែញ៉ាំថ្នាំទៅជំងឺរបស់នាងឆាប់ជាសះស្បើយរីឯអានវ៉ានៅសុកនាងក៏សួរថាតើក្រុមហ៊ុនណាអត់អីណាហីបងឥឡូវប៉ានហងផ្នែកឡើងកលិចកលាបហើយគេក៏បានសួរវិញអូនឯងអត់ដែរសួរបងពីរឿងក្រុមហ៊ុនទេតើមានបញ្ហាអីហ៎អានវ៉ានាងខ្លាចតែប៉ានហងហ្នឹងគ្រប់គ្រងម្នាក់ឯងមិនរួចព្រោះអីប៉ានហងហ្នឹងត្រូវមកជួយមើលថែនាងទៀតដល់អញ្ចឹងហើយប៉ានហងក៏បានប្រាប់វិញទៅថាក្រុមហ៊ុនហ្នឹងអត់អីទេអានវ៉ាហ្នឹងក៏មានការបារម្ភអីហើយគេក៏បានសួរតើអានវ៉ាហ្នឹងបានអានសម្បត្តិម៉ាក់នៅអានវ៉ានាងមិនទាន់បានអានទេហើយនាងចង់ឆ្ងល់ដែរហើយថៃបានជាប្តីរបស់នាងចាប់អារម្មណ៍ជាមួយសម្បត្តិរបស់ម៉ាក់នាងម៉ែប៉ានហងគេក៏បានប្រាប់គឺគេខ្វល់ពីអានវ៉ាហ្នឹងតើគេខ្លាចតែថាពាក្យសម្ដីរបស់ម៉ាក់អានវ៉ាហ្នឹងធ្វើឲ្យអានវ៉ាពិបាកចិត្តអីអញ្ចឹងណានៅកំឡុងពេលហ្នឹងអានលីនក៏នៅចាំលបស្ដាប់ទាំងអស់ហើយគេពិតជាមានអារម្មណ៍មិនល្អចំពោះបងថ្លៃគេតតែសោះរួយមកទៀតមកគេក៏បានរៀបចំខ្លួនដើម្បីទៅរកកន្លែងដែលមានអ៊ីនធឺណិតអញ្ចឹងទៅហើយប៉ានហងនេះវិញក៏បានដូចចិត្តបានគេមិនចង់ជូនអានលីនទៅទេប៉ុន្តែដល់ពេលដែលស៊ូជីហ្នឹងចង់ចេញទៅខាងក្រៅដែរដោយនាងមានការចង់ទៅយករបស់ដែលនាងបានកំងបន្តិចតតែអញ្ចឹងបានប៉ានហងហ្នឹងព្រមចេញទៅខាងក្រៅពេលដែលពួកគេទាំង3នាក់ចេញមកបានអានវ៉ានេះក៏កំពុងតែអង្គុយអានសម្បត្តិរបស់ម៉ាក់នាងដែលម៉ាក់នាងបានតែសេបញ្ជាក់ប្រាប់គឺការដែលពួកគាត់លែងលះគ្នាមិនមែនដោយសារតែអស់ចិត្តស្រឡាញ់អ្វីឡើយម៉ាក់អានវ៉ាណាគឺមានហេតុផលរបស់គាត់ដែលនៅកំឡុងពេលនោះប៉ារបស់អានវ៉ានឹងឈឺធ្ងន់ខ្លាំងណាស់ម៉ាក់អានវ៉ាណាបានខ្ចីលុយពួកម៉ាក់បងប្អូនជាច្រើនយកមកមើលថែជំងឺរបស់ប៉ាអានវ៉ាតែយ៉ាងណាក៏ដោយក៏ជំងឺហ្នឹងបានជាសះស្បើយដែរស្រាប់តែពេលនោះក៏មានអ្នកជំនួយម្នាក់ហ្នឹងបានធានាជួយចេញថ្លៃថ្នាំរបស់ប៉ាអានវ៉ាទាំងអស់ហើយដោះដូរមកវិញនោះគឺម៉ាក់អានវ៉ាណាត្រូវតែរៀបការជាមួយគាត់ម៉ាក់អានវ៉ាណាគាត់ក៏បានសម្រេចចិត្តលែងលះជាមួយនឹងប្តីរបស់គាត់ហើយក៏ទៅរៀបការជាមួយអ្នកជំនួយម្នាក់នោះហើយទាំងអស់នេះគឺដើម្បីតែបានជួយប្តីគាត់នឹងឯងប៉ុន្តែចុងក្រោយទៅប្តីរបស់គាត់នៅតែត្រូវស្លាប់ដដែលម៉ាក់អានវ៉ាណាក៏បានសុំទោសអានវ៉ាដែលកន្លងមកហ្នឹងគាត់មិនដែលបានប្រាប់កូនរឿងនេះឥឡូវយើងងាកមកមើលអានលីននេះវិញគេបានមកដល់ហាងកាហ្វេមកកន្លែងហើយដែលនៅទីនេះគឺមានអ៊ីនធឺណិតប្រើប្រាស់បានប៉ានហងវិញគេត្រូវជូនស៊ូជីនឹងទៅយកអីវ៉ាន់មកតាំងទៀតហើយគ្រាន់តែបានឃើញស៊ូជីនឹងកាន់អីវ៉ាន់តែងទួយប៉ានហងក៏បានរត់មកជួយកាន់អីវ៉ាន់ឲ្យអញ្ចឹងហ្មងណាហើយមើលទៅពួកគេដូចជាស្និទ្ធស្នាលគ្នាដល់ឯណោះពួកគេពិតជាស្និទ្ធគ្នាមែនតើដោយពួកគេទាំងពីរហ្នឹងមានស្នេហាលួយលាក់ជាមួយគ្នាពេលនេះដែរស៊ូជីក៏កំពុងតែមានផ្ទៃពោះទៀតផងមែនឃើញទេដោយការសង្ស័យរបស់ admin មែនណាហើយសាច់រឿងក៏បានបកមកអានវិញបន្តិចនៅពេលនេះនាងបានមកលេងភ្នោរបស់លោកយាយនាងម្ដងទៀតហើយនាងស្រាប់តែបានឃើញនារីឈុតក្រហមហ្នឹងនារីឈុតក្រហមហ្នឹងក៏បានមកតាមឡងអានវិញហើយនឹងខែងចៅទួតរបស់ខ្លួនឯងតើហើយមិនបាននៅសុកមកឡងចៅខ្លួនឯងអីម៉ងនេះអានវិញនាងភ័យស្លន់ស្លោពេលទៅឡើងធ្លាក់ចូលទៅក្នុងទឹកនៅក្បែរនេះពេលហ្នឹងឡើងប៊ីស្លាប់ប៊ីរស់កុំតែម្ដាស់ហ្នឹងមកជួយតន់តើហើយម្ដាស់ហ្នឹងអត់នៅផ្ទះទេគាត់មកនឹងធ្វើអីដែរចុះឡើងដូចសង្ស័យម្ដាស់ម្នាក់ទៀតមកជិះនេះនៅមិននៅចេះមកជួយតន់អីណារួយពីនឹងមកគឺអានវិញហ្នឹងកាន់តែវល់ស្មារតីខ្លាំងទៅប៉ានហងក៏បានឲ្យអានវិញហ្នឹងញ៉ាំថ្នាំឲ្យក៏ចូលសម្រាប់ចុះលុះពេលដែលប៉ានហងចេញទៅក្រៅបន្ទប់បានអានលីហ្នឹងក៏បានឆ្លៀតចូលមកមើលបងស្រីគេបន្តិចគេក៏បានយកឯកសារមួយហ្នឹងមកឲ្យបងស្រីសញ្ញេគឺថាដីធ្លីតាំងប៉ុន្មាននេះគឺជារបស់អានវិញទាំងអស់អានលីហ្នឹងគេគ្មានចំណែនបងគេអីឡើយទោះបីជាពួកគេរស់នៅឆ្ងាយពីគ្នាតាំងពីតូចមកក៏ដោយចុះប៉ុន្តែគេចង់ឃើញបងគេមានក្តីសុខតែប៉ុណ្ណោះហើយណាមួយប៉ាក្រោយរបស់គេហ្នឹងក៏ជាអ្នកមានស្រុកស្ដាំម្នាក់ទៀតនៅខណៈពេលនេះប៉ានហងឯនេះវិញក៏បានមករករឿងម៉ែដោះស៊ូជីវិញក៏បានមកជាមួយដែរហើយស្មានតែថាប៉ានហងហ្នឹងចូលមកស្ដីឲ្យម៉ែដោះរឿងអីគេបាននិយាយថាហើយថៃបានជាម៉ែដោះមិនឲ្យអានវិញនឹងស្លាប់ទៅម៉ែដោះក៏បានជាឆ្លើយតបថាលោកយាយរបស់នាងត្រូវបានគេសម្លាប់អ្វីដែលបានកើតឡើងអ្នកទាំងពីរដឹងច្បាស់ជាងខ្ញុំទៅទៀតស៊ូជីហើយនឹងប៉ានហងក៏ស្រាប់តែចោទបារោយថាប្រហែលជាម៉ែដោះហ្នឹងជាអ្នកសម្លាប់ទេដឹងហើយប៉ានហងគេមិនចង់ទុកម៉ែដោះនៅក្នុងផ្ទះនឹងទៀតឡើយគេបាននិយាយថាសំណាងឯងដែលខ្ញុំមិនបានប្តឹងប៉ូលីសនោះឥឡូវចេញពីផ្ទះខ្ញុំទៅម៉ែដោះគាត់ឡើងហួសចិត្តគាត់ក៏បានសួរវិញតើលោកមានសិទ្ធិអីដែលមកដេញខ្ញុំចេញនោះខ្ញុំរស់នៅទីនេះឡើងពេញមកជីវិតរបស់ខ្ញុំឡើងចាស់ទៅហើយតើឲ្យខ្ញុំទៅណាបានទៀតប៉ានហងក៏បាននិយាយខ្លាំងថាទៅណាក៏ទៅហើយគេក៏បានឲ្យស៊ូជីនឹងជាអ្នកចាត់ចែងម៉ែដោះនឹងទៅចុះគេវិញក៏បានចូលមករកអានវិញហើយពេលដែលឃើញបងប្អូនគេនិយាយគ្នានឹងដូចមិនសប្បាយចិត្តតតែសោះអានលីនគេក៏បានចេញទៅបន្ទប់របស់គេបាត់ទៅហើយប៉ានហងគេក៏បានមកប្រាប់អានវិញថាគេខឹងម៉ែដោះដែលបាននិយាយរឿងផ្ដេសផ្ដាស់ពីរូបគំនូរទៅឲ្យអានវិញខ្លាចហើយគ្រាន់តែគេស្ដីឲ្យបន្តិចបន្តួចសោះម៉ែដោះក៏មានអារម្មណ៍ថាខុសឥឡូវហ្នឹងគាត់ក៏បានចាក់ចេញពីផ្ទះបានអា
អានវិញណាអ្នកឡើងអត់យល់ហ្មងអ្នកក៏ចង់តែខត់ម៉ែដោះប៉ុន្តែប៉ានហងក៏បាននិយាយថាមើលថែតែខ្លួនឯងឲ្យបានល្អទៅអូនអាចគិតថាបងរងថ្ងៃហ្នឹងហត់ទេបានលើដូច្នេះអានវិញក៏បានសួរទៅកាន់ប្តីតើបងគិតថាជំងឺរបស់អូនណាជាសះស្បើយដែរអត់ប៉ានហងក៏បាននិយាយទន់ភ្លន់មកវិញគេថាឲ្យតែអានវិញហ្នឹងញ៉ាំថ្នាំឲ្យបានទៀងទាត់ទៅជំងឺរបស់នាងដឹងតែជាសះហើយលោដល់ពេលយប់ឡើងពេលដែលពេលអ្នកប្តីប្រពន្ធហ្នឹងកំពុងតែគេងលក់អានវិញក៏បានលើសូរសំឡេងបើកទ្វារអញ្ចឹងហើយនាងក៏បានចូលមកមើលទាំងព្រឺចាំងខ្នងហើយគ្រាន់តែចុះមកឲ្យបានឃើញខ្មោចនាងក៏បានស្រែកឲ្យស្លាប់បានពេលហ្នឹងឡើងផ្អើលអ្នកផ្ទះរត់មកមើលលាន់ហ្មងអានលេនក៏បានឲ្យបងរបស់គេហ្នឹងបដូរបន្ទប់ចេញទៅនៅយប់នេះគេបានឲ្យបងរបស់គេហ្នឹងទៅគេនៅបន្ទប់របស់គេរីឯគេវិញក៏បានមកគេនៅបន្ទប់របស់អានវិញចាមិនថាបងមិនថាប្អូនទេគឺឡងតែទាំងអស់ហ្នឹងកុំចូលជាមួយខ្មោចឲ្យសោះអានលេននេះគឺឃើញខ្មោចស្រស់ៗរត់មករកគេអញ្ចឹងហ្មងចាំកាលទៀតបិទបន្ទប់ចាក់សោះឲ្យចូលគេឲ្យលក់ហ្មងទៅលូដល់ថ្ងៃស្អែកបានចូលមកដល់ពេលដែលអានវិញងើបមកឲ្យបើកទ្វារហ្នឹងក៏ឃើញរោបឈុតពណ៌បៃតងនោះមានអីស្លាប់កាត់ព្រឹកមួយចឹងអីអាណិតគ្នាដល់ហើយនេះបន្តិចស្លាប់រហូតហើយពេលដែលនាងបានដឹងខ្លួនមកវិញអានលេននេះគេក៏បានចូលមកសួរនាំហើយគេក៏បានប្រាប់ដែរថាគេក៏បានឃើញខ្មោចដូចជាអានវិញដែរអានវិញឃើញខ្មោចយ៉ាងម៉េចហ្នឹងគេឃើញដូចគ្នាអញ្ចឹងប៉ុន្តែគេបានជឿគិតថាទាំងអស់នោះគឺជាមនុស្សអ្នកធ្វើទេហើយគេថែមទាំងសង្ស័យទៀតថាថ្នាំរបស់អានវិញហ្នឹងគឺជាថ្នាំខ្លាំងៗហើយលើសពីហ្នឹងទៅទៀតគេក៏មានការសង្ស័យចំពោះទំនាក់ទំនងរវាងស៊ូជីនិងប៉ាន់ហងទៀតផងអានវិញនាងមិនចង់ស្ដាប់ទៀតទេនាងក៏បានដេញឲ្យប្អូនរបស់នាងចេញទៅក្រៅបន្ទប់វិញទៅនាងបានជឿសោះហ្មងណាថាប្តីរបស់នាងគឺជាមនុស្សមិនល្អបែបនេះសូម្បីតែគិតហ្នឹងក៏នាងមិនចង់គិតផងហើយធៀបពិតទៅប៉ាន់ហងហ្នឹងពិតជាមនុស្សមិនល្អមែនតើអ្វីគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងផ្ទះរបស់អានវិញហ្នឹងគឺប៉ាន់ហងហើយនឹងស៊ូជីជាអ្នករៀបចំឡើងទាំងអស់សូម្បីតែថ្នាំដែលអានវិញកំពុងតែញ៉ាំរាល់ថ្ងៃហ្នឹងក៏ជាថ្នាំខ្លាំងៗដែរប៉ាន់ហងហើយនឹងស៊ូជីហ្នឹងពិភាក្សាគ្នាថាអញ្ចេះតើកាលណាដែលអានវិញស្លាប់អានវិញហើយនឹងប៉ាន់ហងគ្មានកូនទេម្ល៉េះហើយទ្រព្យសម្បត្តិនឹងធ្លាក់មកលើប៉ាន់ហងទាំងអស់ប៉ាន់ហងគេនឹងលក់ផ្ទះហើយលក់ក្រុមហ៊ុនចោលរួចហើយក៏ទៅរស់នៅអាមេរិកជាមួយនឹងស៊ូជីអញ្ចឹងណាបន្ទាប់ពីសហ័យស្មោះទាំងពីរនាក់គិតអញ្ចឹងរួចហើយពួកគេក៏បានចាប់ផ្ដើមទាញទឹកចិត្តរបស់ម៉ែដោះឲ្យម៉ែដោះហ្នឹងជួយនៅក្នុងគម្រោងការរបស់ពួកគេហើយក៏បានឲ្យម៉ែដោះហ្នឹងរករឿងណាមកនិយាយក៏អានវិញទៅនិយាយបន្លាយឲ្យអានវិញហ្នឹងកាន់តែខ្លាចលើសដើមម៉ែដោះហ្នឹងបានជំទាស់នឹងសំណើនឹងឡើយគាត់ក៏បានយល់ព្រមជាមួយហើយយើងក៏បានដឹងទៀតថាស៊ូជីហ្នឹងបានបន្លំខ្លួនជានារីឈុតក្រហមហើយក៏បានមកឡងអានវិញហ្នឹងទាំងយប់ទាំងថ្ងៃមិនឲ្យលួសពេលឡើយហើយសំខាន់ផែនការពួកគេចិត្តបានសម្រេចទៅហើយស្រាប់តែឥឡូវនេះហ្នឹងប៉ានហងចង់ដល់ដៃពីស៊ូជីវិញដោយសារតែមានយប់មួយនោះប៉ានហងបានលើសូពីអានវិញមកថាម៉ាក់អានវិញបានឲ្យអានវិញទៅរស់នៅអាមេរិកទៅហើយគាត់នឹងឲ្យមរតកមកការនាង$10 លានអាមេរិកឯណោះទ្រព្យសម្បត្តិហ្នឹងគឺច្រើនជាងទ្រព្យនៅស្រុកចិនទៅទៀតម្ល៉េះហើយប៉ានហងក៏ចង់រស់នៅជាមួយនឹងអានវិញជាប្តីប្រពន្ធតាមធម្មតាហើយចំពោះស៊ូជីវិញចាំគេផ្ដល់លុយឲ្យគេនឹងផ្ដល់ឲ្យមិនឲ្យខ្វះទេគេសុំតែម្យ៉ាងតែប៉ុណ្ណោះគឺគេឲ្យនឹងស៊ូជីមិនឲ្យរស់នៅជាសង្សារលុយលាក់ជាមួយគ្នាបានទៀតឡើយស៊ូជីនាងមិននឹងយល់ព្រមមកនាងខំខ្លាំងណាស់នាងក៏បានរត់ចុះពីលើឡានប៉ានហងឯនេះវិញក៏បានរត់មកតាមរួចហើយក៏បានច្រាននេះឲ្យដួលអញ្ចឹងហ្មងហើយប៉ានហងគេពិតជាខុសខើខ្លាំងណាស់គេក៏បានដាច់ចិត្តលើកដៃមកច្រវាយកសម្រាប់ស៊ូជីចាំនៅពេលហ្នឹងហ្មងហើយសាច់រឿងក៏បានកាត់មកអានលីនបន្តិចកាលពីថ្ងៃមុនហ្នឹងគេបានលួចយកថ្នាំរបស់បងយកតែឲ្យគ្រូពេទ្យជួយពិនិត្យហើយនាពេលបច្ចុប្បន្ននេះលទ្ធផលហ្នឹងក៏បានចេញមកល្មមគឺថ្នាំដែលអានវិញញ៉ាំរាល់ថ្ងៃហ្នឹងគឺជាថ្នាំខ្លាំងៗទេថ្នាំហ្នឹងគឺមិនអាចព្យាបាលជំងឺផ្លូវចិត្តបានឡើយហើយសំខាន់វាក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរមកទៀតផងចំណែកឯនៅផ្ទះអានវិញនេះវិញយើងក៏បានឃើញម៉ែដោះបានត្រឡប់មកដល់ទីនេះវិញគាត់បានមកលាតដាងគ្រប់យ៉ាងឲ្យអានវិញហ្នឹងបានដឹងពីគម្រោងការរបស់ប៉ានហងទាំងអស់គឺប៉ានហងចង់ឲ្យអានវិញហ្នឹងឈ្គត់ពេញមកជីវិតថ្នាំដែលអានវិញញ៉ាំហ្នឹងគឺមិនមែនជាថ្នាំត្រឹមត្រូវឡើយហើយពីដំបូងឡើយអានវិញហ្នឹងថាមិនចង់ជឿដែរប៉ុន្តែបើគិតសប្ទៅអញ្ចឹងមែនតើមួយថ្ងៃប៉ានហងនឹងបខំឲ្យនាងញ៉ាំថ្នាំរហូតហើយមើលទៅដូចជាមិនមែនបខំដោយក្តីស្រឡាញ់តតែសោះសូម្បីតែស៊ូជីវិញក៏ដោយដែរហើយម៉ែដោះក៏បានប្រាប់តទៀតគឺស៊ូជីហ្នឹងក៏ប៉ុន្តែមានផ្ទៃពោះជាមួយនឹងប៉ានហងម៉ែដោះគាត់បានដឹងថាចង់បញ្ចប់ទៅគាត់នឹងត្រូវស្លាប់ដូចជាអានវិញអញ្ចឹងប៉ានហងនឹងមិនទុកឲ្យគាត់នៅរស់ឡើយព្រោះតែគាត់បាននឹងរឿងសម្ងាត់ច្រើនណាស់ម្ល៉េះហើយនៅពេលនេះគាត់ក៏បានមកទម្លាយអាចកំបាំងឲ្យអានវិញបានដឹងឲ្យហើយទៅហើយបើសិនជាអានវិញហ្នឹងចង់នៅរស់នាងត្រូវតែស្ដាប់តាមគាត់ទាំងអស់សាច់រឿងក៏បានកាត់មកពេលដែលប៉ានហងហ្នឹងបានត្រឡប់មកដល់ផ្ទះវិញហើយពេលដែលគេមកហ្នឹងគឺមកតែម្នាក់ឯងតែប៉ុណ្ណោះដោយសារតែស៊ូជីហ្នឹងគេបានសម្លាប់បាត់ហើយប៉ានហងគេឆ្លៀតមកមើលប្រពន្ធគេមិនតិចគេបានប្រាប់ឲ្យប្រពន្ធហ្នឹងចូលសម្រាប់បានស្រួលបួលទៅហើយបន្តិចទៀតហ្នឹងគេត្រូវតែក្រុមហ៊ុនវិញហើយជាបន្តមកប៉ានហងក៏បានចូលទៅក្នុងផ្ទះបាយគេបានមករកប៉ាល់រកចាប់ជីកអីអញ្ចឹងណាហើយដោយសារតែពេលហ្នឹងគេហត់ខ្លាំងពេកគេក៏បានផឹកទឹកអស់យ៉ាងច្រើនរួចមកទៀតមកគេក៏បានជិះឡានចេញទៅវិញយ៉ាងលឿនដែលមានអានវិញហ្នឹងបានឈប់មើលពីលើផ្ទះមកលុះពេលដែលប៉ានហងបានជិះចូលមកដល់ក្នុងព្រៃហើយក៏បានចេញពីឡានបានយើងក៏បានឃើញអានលីហ្នឹងតាមមកមើលបងថ្លៃរបស់គេចង់ដឹងខ្លាំងណាស់ថាតើបងថ្លៃរបស់គេហ្នឹងចង់ប្រព្រឹត្តរឿងអ្វីហើយពេលដែលគេកំពុងត្រឡប់មើលបងថ្លៃគេសុកនោះនរណាគេមិនដឹងទេបានមកវាគេពីក្រៅនោះធ្វើឲ្យគេស្លាប់បានរីឯប៉ានហងឯនេះវិញគេបានមកជីរណ្ដៅទៅកប់សាកសពរបស់ស៊ូជីនឹងឯងមានអីខ្មោចស៊ូជីហ្នឹងចេញមកឡងទាំងថ្ងៃអញ្ចឹងបរោយគ្រាន់តែស្លាប់ភ្លាមប្រតិបត្តិការចេញឡងផ្លែអញ្ចឹងហ្មងប៉ានហងគេភ័យខ្លាំងណាស់គេក៏បានបញ្ញាប់ជិះឡានមកកាន់ផ្ទះវិញហើយក៏បានរត់ចូលទៅក្នុងផ្ទះយ៉ាងលឿនបន្តមកយើងក៏បានឃើញម៉ែដោះហ្នឹងចេញពីឡានប៉ានហងមកវិញដែរមុនហ្នឹងក៏បានលួចឡើងឡានទៅជួបនឹងប៉ានហងហើយប៉ានហងឯនេះគ្រាន់តែបានឃើញម៉ែដោះហើយគេបាយជាមើល
មើលឃើញម៉ែដោះហ្នឹងទៅជាខ្មៅទៅវិញដល់ពេលដែលគេងាកទៅអានវិនគេក៏បែរជាឃើញនាងទៅជាស៊ូជីទៅបានហងគេក៏សុំនៅរស់ដែលគេបាននិយាយថាស៊ូជីបងពិតជាស្រឡាញ់អូនបងចង់សម្រាប់អានវិនចោលហើយបងនឹងលក់ផ្ទះរួចហើយក៏យកអូនទៅរស់នៅជាមួយបងអូនក៏បានដឹងរឿងហ្នឹងដែរចឹងហើយកូនធ្វើបាបបងអីណាចុះឡើងប៉ានហងហ្នឹងនិយាយការពិតចេញមកតែខ្លួនឯងបណ្ដោយមិនបាច់ចាំបាច់បបាក់បខំអីទេរីឯម៉ែដោះអានេះវិញក៏ស្រាប់តែមកចាប់លើកប៉ានហងហ្នឹងទម្លាក់ពីលើផ្ទះអញ្ចឹងហ្មងទាំងអស់នេះក៏បានធ្វើឲ្យប៉ានហងហ្នឹងបែកលលាក៏បានហើយក៏បានស្លាប់ភ្លាមអានវិននាងឡើងស្លុតចិត្តអស់និយាយហើយនាងភ័យមិនទាន់បាត់ផងម៉ែដោះក៏បានយកកវិតមកចាក់ពោះនាងទៀតម៉ែដោះគាត់ក៏បានលាតដាងគ្រប់យ៉ាងនៅពីក្រោយរឿងរបស់ប៉ានហងមកតង់ទៀតគឺថាទឹកដែលប៉ានហងបានផឹកមុននោះគាត់បានលាយម្សៅថ្នាំជាច្រើនដែលធ្វើឲ្យប៉ានហងហ្នឹងវង្វេងវង្វាន់ស្មារតីគាត់មានគំនិតចង់សម្លាប់អ្នកផ្ទះនេះចោលទាំងអស់និយាយទៅគឺចង់ផ្ដាច់ពូជនឹងចោលហ្មងណាអានវិននាងក៏បានឆ្លៀតសួរចង់ដឹងហើយចុះពីថ្ងៃមុនណាហេតុអ្វីបានជាម៉ែដោះជួយខ្ញុំម៉ែដោះក៏បានប្រាប់ថាបើសិនជាឯងស្លាប់បានពីណាគេមកសហការជាមួយយើងដើម្បីតែកម្ចាត់ប៉ានហងចោលទៅក្មេងស្រីតូចចាទទួលយកផលវាសនារបស់ឯងទៅចុះបើសិនជាឯងចង់ស្ដីបន្ទោសក៏គួរតែបន្ទោសជាដូនជាតាកុមាររបស់ឯងទៅសំណាងល្អដែរអានវិនហ្នឹងនៅសល់កម្លាំងឯងរត់គេចបានតែនៅខណៈពេលហ្នឹងដែរអានលីណាក៏បានដឹងខ្លួនពីការស្លាប់ហើយគេជាប់នៅក្នុងគូឡារបស់ប៉ានហងឯណាមុនហ្នឹងគឺម៉ែដោះជាអ្នកវាគេអាចស្លាប់នឹងឯងហើយបន្ទាប់ពីគេបានដឹងខ្លួនអញ្ចឹងហើយគេក៏បានរត់ទៅរកបងស្រីរបស់គេដែលនៅពេលហ្នឹងដែរអានវិនណាក៏បានចេញមកដល់ខាងក្រៅផ្ទះល្មមដោយម៉ែដោះហ្នឹងបានដេញតាមចាក់សម្លាប់នាងអានលីណាក៏បានមកជួយរងកំបិតជំនួសអានវិនរីឯអានវិនវិញក៏បានធាក់ម៉ែដោះហ្នឹងឲ្យដួលហើយនាងក៏បានស្ទុះលើកអានលីហ្នឹងរត់ចេញពីទីនេះតែពួកគេទាំងពីរនាក់រត់ទៅណាមិនបានឆ្ងាយទេដោយសារតែម្នាក់សុទ្ធតែមានរបួសរៀងខ្លួនពួកគេក៏បានរត់កាត់ផ្លូវរទេះភ្លើងនៅក្បែរនេះម៉ែដោះវិញក៏ខំប្រឹងរត់តាមទាំងតត្រាក់តត្រើតគាត់រៀងចាស់ហូរអញ្ចឹងហើយគាត់ធ្វើដំណើរមិនបានលឿនទេលុះពេលដែលគាត់ឆ្លងផ្លូវរទេះភ្លើងហ្នឹងមិនទាំងទាន់ផុតផងរថភ្លើងក៏បានបើកមកបុកគាត់ធ្វើឲ្យគាត់ស្លាប់បាត់បង់ជីវិតបានទីបំផុតទៅអានវិនហើយនិងអានលីណាក៏នៅរស់ទាំងទៅដល់ខ្យល់ហើយរឿងមួយនេះក៏សម្រេចថាមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្្នឹងឯងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនារឿងរបស់ admin ណាហើយរងចាំជួបជាមួយអ្នកមីថានេះម្ដងទៀតនៅវីដេអូក្រោយចៅជៀន